អបអសាទរខេត្តបន្ទាយមានជ័យជាខេត្តទី8ដែលបានបិទបញ្ចប់ការវាស់វែងក្បាលដីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធពីនេះទៅមុខយើងនឹងធ្វើការគ្រប់គ្រងដីធ្លីយើងប្រកបដោយសុវត្ថិភាពនិងមានគុណតម្លៃសូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ថាការប្រកាសបញ្ចប់ការវាស់វែងនេះមិនមែនមានន័យថាក្រសួងបញ្ឈប់ការវាស់វែងនោះទេចំពោះក្បាលដីដែលបានរំលងឬបងប្អូនដែលមិនទាន់បានសុំចុះបញ្ជីយើងនៅតែបន្តចុះបញ្ជីជូននេះគ្រាន់តែជាការបិទបញ្ចប់យុទ្ធនាការវាស់វែងតែប៉ុណ្ណោះប៉ុន្តែក្រុមការងារប្រចាំថ្ងៃរបស់មន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីនៅតែធ្វើការជូនបងប្អូនជាធម្មតានេះបើយើងទៅតាមពិធីប្រកាសខេត្តបន្ទាយមានជ័យបញ្ចប់ការវាស់វែងដីមានលក្ខណៈជាប្រព័ន្ធនិងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន6353ប័ណ្ណជូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីអាដាមសាយសំអាលអបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងអាដាមដិតឌីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យនាថ្ងៃទី30ខែមិថុនាឆ្នាំ2025នេះ